ទម្ងន់100 គីឡូប្រវែងហ្នឹងចុះតម្រាំប្រវែងដល់វែងស្មើលំពេងប្រហែល100 គីឡូចូល1000 គីឡូបងប្អូនចូល1000 គីឡូបាទហើយទំហំស៊ីឡាំងរបស់វាតូចទេណា100 គីឡូហើយអណ្ដែតទឹកទៀតវត្ថុហ្នឹងគឺពិតជាមានមែនខ្ញុំបានសួរជាមួយនឹងលោកសាស្ត្រាចារ្យច័ន្ទគាត់បានបញ្ជាក់ថាមានវត្ថុឬក៏មានសមាសធាតុគីមីដែលមកពីក្រៅភពវាពិតជាមានមែនហើយថ្មីនេះខ្ញុំបានជួបជាមួយនឹង Philip Vidal ដែលជាម្ចាស់សិភៅដ៏ច្រើនរបស់បារាំងអ្នកល្បីនៅបារាំងហើយគេជាអ្នកស្រាវជ្រាវមួយហើយក៏ជាស្ថាបនិកនៃការសាងសង់ផាកឬក៏ឧទ្យានទេសចរធំពិភពលោកនិងក៏ជាអ្នកដឹកនាំកុនផងដែរគាត់បានពិពណ៌នាដូចជាការស្រាវជ្រាវរបស់ខ្ញុំពិតប្រាកដមែនគឺថាគឺជាវត្ថុដែលមកពីក្រៅភពយោងតាមប្រសាសន៍របស់លោកលឹកសុផតត្រាជាអ្នកស្ថាបត្យកម្មជាអ្នកគូប្លង់ក៏បានលើកឡើងថាប្រមាណរាប់លានឆ្នាំមុនគឺមានសមាសធាតុដែលធ្លាក់មកអំពីភពផ្សេងនៅចំប្លុកតំបន់ទឹកដីខ្មែរហើយវត្ថុនោះដែលអត់មាននៅក្នុងតារាងភពគីមីมันមាននៅក្នុងតារាងភពគីមីបាទมันមាននៅក្នុងតារាងភពគីមីគិតទៅតារាងភពគីមីមាន108ធាតុឬក៏មាន110ធាតុអត់មានធាតុនឹងមួយទេរបស់មួយយ៉ាងដែលរបស់អច្ឆរិយៈនៅលើពិភពលោកនេះមានច្រើនណាស់ដែលយើងមិនអាចស្មានដឹងមានរបស់ខ្លះគឺយើងប៉ះមិនបានមើលមិនឃើញស្ដាប់មិនឮនិយាយមិនត្រូវពិពណ៌នាមិនបានហើយនឹងគិតមិនដល់ប៉ុន្តែរបស់ទាំងអស់នោះមិនមែនមានន័យថាមិនមាននោះទេគ្រាន់តែជាវិស័យមួយដែលហួសពីការគិតនិងការស្មានរបស់យើងនៅក្នុងវីដេអូនេះគឺខ្ញុំចង់លើកបង្ហាញអំពីលំពេងរបស់ព្រះរាជគ្រូលំពេងមាសដែលយើងហៅថារាជគ្រូតោមរៈដែលខាងចិនឬក៏ខាងឥណ្ឌាហៅរាជគ្រូតោមឬក៏រាជគ្រូតមបាទតើរាជគ្រូតមនោះគឺជានរណាពុកម៉ែបងប្អូនមួយរយៈនេះតាំងអំពីខ្ញុំបានសាងស្នាដៃសរសេររឿងរ៉ាវប្រវត្តិរបស់អ្នកខ្លាំងកសាងសម័យចក្រភពខ្មែរឬក៏ជាអ្នកដែលឈរនៅពីក្រោយចក្រភពខ្មែរដ៏អស្ចារ្យមែនទែនគឺព្រះបរមរាជគ្រូសុពណ៌តោមរៈឬក៏រាជគ្រូតោមនៅក្នុងវីដេអូនេះខ្ញុំចង់លើកផ្ដោតទៅលើពាក់ព័ន្ធជាមួយនឹងបញ្ហាលំពេងមាសបាទលំពេងមាសនេះបើតាមគម្ពីរក្បួនខ្នាតដែលព្រះគ្រូរបស់ខ្ញុំបានសិក្សារៀនសូត្រហើយនឹងពិពណ៌នាបង្រៀនប្រាប់ខ្ញុំមកគឺថាជាលំពេងមាសដែលមានទម្ងន់រាប់រយគីឡូបាទកងទ័ព10 20នាក់លើកមិនរួចទេបាទតើធ្ងន់ប៉ុណ្ណាបាទសំបីតែថ្មមួយដុំ10 20នាក់អាចលើករួចចុះលំពេងមាសហ្នឹងទម្ងន់ប៉ុណ្ណាដែលមិនអាចលើករួចបាទនេះគឺជាប្រស្នាតើវាមានពិតឬក៏คล้ายតើបុរាណកុហកឬក៏យើងចេះមិនដល់នេះគឺជាសំណួរបាទលំពេងមាសកាត់ដែកដាច់បាទហើយក្នុងវិទ្យាសាស្ត្រយើងឃើញថាដែកនិងមាសដែករឹងជាងហេតុអ្វីក៏មាសកាត់ដែកដាច់តើនេះជាកុហកពុតផុសឬក៏មានពិតមែនហើយបើមិនជាមានពិតមែនតើវាជាអ្វីបាទនេះចំណុចទី1ហើយរឿងទាំងអស់ហ្នឹងគឺខ្ញុំធ្វើការស្រាវជ្រាវអស់រយៈពេល3 4ឆ្នាំនេះមកហើយបាទ3 4ឆ្នាំតាំងអំពីវត្តមានខ្ញុំដែលព្រះអង្គច័ន្ទមនីបានបង្ហាញឲ្យពុកម៉ែបងប្អូនបានស្គាល់ហ្នឹងតាំងអំពីហ្នឹងគឺខ្ញុំបានចាប់ផ្ដើមស្រាវជ្រាវ research សរសេរចងក្រងអំពីដំណើរប្រវត្តិរបស់ព្រះរាជគ្រូតោមរៈរហូតដល់មានពុកម៉ែបងប្អូនឬក៏អ្នកប្រាជ្ញវិទូមួយចំនួនយល់ថាខ្ញុំប្រឌិតឬក៏ខ្ញុំទៅសេឡើងចេះតែស្រមើស្រមៃប្រទេសផ្ដាស់រហូតដល់មានបញ្ញវន្តមួយចំនួនយកទៅពាក្យនឹងថាតោងាប់ទៀតតោមរៈគេថាយមមរៈហ្នឹងប្រែថាងាប់ហើយតោហ្នឹងយកតោងាប់អញ្ចឹងទៅនេះគឺជាការបកប្រែបកសម្រួលដោយខ្វះមូលដ្ឋានដោយខ្វះហេតុផលដោយខ្វះពិចារណាដោយគ្រាន់តែស្អប់ដោយគ្រាន់តែមិនត្រូវនឹងបំណងខ្លួនឯងហើយក៏មានការទិញតល់ជាមួយនឹងខ្ញុំក៏ប៉ុន្តែខ្ញុំមិនខឹងទេដោយសារតែភាពល្ងងខ្លៅចំណែកខ្ញុំស្រាវជ្រាវខ្ញុំមិនដែលបដិសេធចំពោះតម្រេះវិជារបស់ចាស់ទុំទេអ្វីដែលចាស់ទុំប្រាប់មកមិនជឿតែធ្វើការស្រាវជ្រាវនេះគឺជាមូលដ្ឋានគ្រឹះជាមូលដ្ឋានគិតនៃបញ្ញវន្តរបស់ប្រទេសជាតិបាទអញ្ចឹងលំពេងមាសកាត់ដែកដាច់ចំណុចទី1ចំណុចទី2លំពេងមាសធ្ងន់10 20នាក់លើកអត់រួចចំណុចទី3លំពេងមាសរបស់ព្រះរាជគ្រូតោមរៈអណ្ដែតទឹកអណ្ដែតប្រប្រាស់លើទឹកដូចជាទូកមិនមែនត្រឹមតែជាថ្មដែលភ្លុងការថ្មអណ្ដែតភ្លុងជាមួយទឹកអត់ចឹងទេគឺអណ្ដែតលើទឹកប្រប្រាស់ទឹកតែម្ដងប្រប្រាស់ទឹកបាទវានៅលើទឹកដូចជាទូកអញ្ចឹងឯងបាទតើរឿងនេះអាចមានពិតដែរទេបងប្អូនមានពិតដែរទេការស្រាវជ្រាវរបស់ខ្ញុំដោយបានតម្រុយបានសេចក្តីបំភ្លឺជាច្រើនអំពីលោកកៅបូរីដែលជាអ្នកបុរាណវត្ថុគឺពិតជាមានមែនហើយថែមទាំងមានភស្តុតាងបាទមានភស្តុតាងដែលរឿងនេះសូមលក្ខឯកជនបន្តិចក៏ប៉ុន្តែមានភស្តុតាងដែលមានវត្ថុតូចតែប៉ុណ្្នេះទំហំប៉ុណ្្នេះចាប់ខ្ញុំដាក់រូបភាពឲ្យមើលមានទម្ងន់100 គីឡូប្រវែងហ្នឹងចុះតម្រាំប្រវែងដល់វែងស្មើលំពេងប្រហែល100 គីឡូចូល1000 គីឡូបងប្អូនចូល1000 គីឡូបាទហើយទំហំស៊ីឡាំងរបស់វាតូចទេណា100 គីឡូហើយអណ្ដែតទឹកទៀតវត្ថុហ្នឹងគឺពិតជាមានមែនខ្ញុំបានសួរជាមួយនឹងលោកសាស្ត្រាចារ្យច័ន្ទគាត់បានបញ្ជាក់ថាមានវត្ថុឬក៏មានសមាសធាតុគីមីដែលមកពីក្រៅភពវាពិតជាមានមែនហើយថ្មីនេះខ្ញុំបានជួបជាមួយនឹង Philip Vidal ដែលជាម្ចាស់សិភៅដ៏ច្រើនរបស់បារាំងអ្នកល្បីនៅបារាំងហើយគេជាអ្នកស្រាវជ្រាវមួយហើយក៏ជាស្ថាបនិកនៃការសាងសង់ផាកឬក៏ឧទ្យានទេសចរធំពិភពលោកនិងក៏ជាអ្នកដឹកនាំកុនផងដែរគាត់បានពិពណ៌នាដូចជាការស្រាវជ្រាវរបស់ខ្ញុំពិតប្រាកដមែនគឺថាគឺជាវត្ថុដែលមកពីក្រៅភពយោងតាមប្រសាសន៍របស់លោកលឹកសុផតត្រាជាអ្នកស្ថាបត្យកម្មជាអ្នកគូប្លង់ក៏បានលើកឡើងថា
ប្រមាណរាប់លានឆ្នាំមុនគឺមានសមាសធាតុដែលធ្លាក់មកអំពីភពផ្សេងនៅចំប្លុកតំបន់ទឹកដីខ្មែរហើយវត្ថុនោះដែលអត់មាននៅក្នុងតារាងខូបគីមីมันមាននៅក្នុងតារាងខូបគីមីបាទมันមាននៅក្នុងតារាងខូបគីមីគិតទៅតារាងខូបគីមីមាន108ធាតុឬក៏មាន110ធាតុអត់មានធាតុនឹងមួយទេគឺសមាសធាតុសម្រិតបាទដែលខ្មែរយើងហៅថាសម្រិតហើយដែលជាទូទៅគេមានការយល់ថាសម្រិតគឺស្លោពីរបស់នេះរបស់នោះចូលគ្នាបានកើតជាសម្រិតប៉ុន្តែក្រោយមកតាមការស្រាវជ្រាវរបស់ខ្ញុំជាមួយនឹងអ្នកប្រាជ្ញមួយចំនួនគេបានរកឃើញធាតុថាវាមានពីររបៀបគឺសម្រិតជាសារធាតុមួយដាច់ដោយឡែករបស់វាតែម្ដងហើយនឹងសម្រិតមួយទៀតគឺជាការលាយផ្សំជាមួយនឹងសមាសធាតុផ្សេងៗដោយលាយជាមួយនឹងសមាសធាតុសម្រិតដែលមិនអាចខ្វះបានសមាសធាតុសម្រិតនោះឯងដែលมันមាននៅក្នុងសារធាតុគីមីពុកម៉ែបងប្អូនឧទាហរណ៍ថាសារធាតុមាសគឺវាមានម៉ាស់មៀតម៉ាញេទិកដង់ស៊ីតេចរន្តរបស់វាមាសរបៀបវាដោយសារវាដាច់គ្នាដោយឡែករបស់វាអញ្ចឹងបានគេកំណត់ថាជាមាសដល់ទៅពេលដែកវាមានសីតុណ្ហភាពម៉ាស់មៀតម៉ាញេទិកដែនចរន្តធម្មពលភាពរឹងរបស់វាអញ្ចឹងទៅគេកំណត់ថាជាដែកដល់ទៅប្រាក់វាមានរបៀបសមាសធាតុរបស់វាអញ្ចឹងគេកំណត់ថាប្រាក់តុងដែងលោហៈស្ពាន់លង្ហិនមាសផ្លាទីនសំណប៉ាហាំងបាទអញ្ចឹងនេះកែលេខដើមហ្នឹងគេរកឃើញសមាសធាតុរបស់វាដាច់ដោយឡែកអញ្ចឹងបានគេកំណត់ឈ្មោះមួយនៅក្នុងតារាងខូបគីមីប៉ុន្តែដោយឡែកអ្នកវិទ្យាសាស្ត្រមិនអាចរកឃើញឬក៏មិនដែលជួបមិនដែលប៉ះមិនដែលប្រទះគឺសមាសធាតុសម្រិតបាទនេះគឺជាអ្វីដែលខ្ញុំបានតាមដានស្រាវជ្រាវរកពាក់ព័ន្ធជាមួយនឹងលំពេងមាសរបស់ព្រះរាជគ្រូតមរៈដូច្នេះហើយឃើញថាសម្រិតនេះឯងគឺជាសមាសធាតុមួយដែលជាសមាសធាតុដាច់ដោយឡែកដោយខ្លួនវាតែម្ដងហើយពេលណាដែលដូនតាយើងគាត់ចេះទៅគាត់យកសមាសធាតុផ្សេងៗមកលាយឧទាហរណ៍ថាគាត់បានសម្រិតតែប៉ុណ្្នេះមកចុងដៃនេះខ្ញុំនិយាយនេះបើសិនជាខុសត្រូវសូមឲ្យអស់លោកអ្នកខាងជំនាញជួយបន្ថែមបន្ថយចុះប៉ុន្តែនេះជាការស្រាវជ្រាវជាតម្រុយមួយឯងមិនមែនអាងថាត្រូវ 100% ប៉ុន្តែបងប្អូនអាចយកទៅគិតហើយបងអស់លោកណាដែលចេះច្បាស់ជាងសូមជួយបំភ្លឺជួយខមមិននៅក្នុង Channel YouTube ព្រះរាជគ្រូតមរៈបន្ថែមទៀតបាទអញ្ចឹងចំណុចគេបានសម្រិតតែប៉ុណ្្នឹងឯងអញ្ចឹងឧទាហរណ៍ថាគេចង់ធ្វើព្រះពុទ្ធបដិមាធំប៉ុណ្្នេះគេយកសមាសធាតុផ្សេងៗមកលាយជាមួយនឹងសម្រិតហ្នឹងវាមានអធិពលមានធម្មពលគ្របដណ្ដប់ទៅក្នុងសមាសធាតុទាំងអស់ប្រែឲ្យខ្លាយទៅជាសម្រិតឃើញទេបងប្អូនហើយតាមការស្រាវជ្រាវរបស់ខ្ញុំទៀតសោតមានបាលីគាថាឬក៏មុនអាគមដែលគេអាចហៅអាចខាត់សមាសធាតុសម្រិតមានន័យថាសារជាតិហ្នឹងគឺជាសារធាតុដែលមានវិញ្ញាណដែលមានធម្មពលរស់បាទហើយវាពិតជាអាចស៊ីដៃស៊ីមាសស៊ីអីបានប្រកបមែនឬក៏ស៊ីបារ៉តដែលយើងនាំគ្នាថាតលាយជាមួយបារ៉តតលាយជាមួយស្អីចឹងទៅអាហ្នឹងហើយដែលយើងនាំគ្នាគិតថាវារបៀបហ្នឹងតែតាមការស្រាវជ្រាវរបស់ខ្ញុំទេខ្ញុំគ្រាន់និយាយថាការស្រាវជ្រាវរបស់ខ្ញុំទេត្រូវឬខុសបងប្អូនអាចពិចារណាខ្លួនឯងទៀតចុះខ្ញុំអត់ធានាថាត្រូវទេប៉ុន្តែប្រធានបទនេះដោយសារខ្ញុំលើករឿងហ្នឹងឡើងគឺដោយសារតែលំពេងមាសព្រះរាជគ្រូតមរៈឬក៏ព្រះរាជគ្រូតមដែលជាព្រះរាជគ្រូរបស់បកូណាសូរិយជ័យប្រមាណទី7សំដៅជ័យប្រមាណទី7នាមនៅក្នុងប្រវត្តិសាស្ត្ររបស់លោកឈ្មោះថាសិវក្របណ្ឌិតនៅក្នុងអ្នកគុណនិយមគេហៅថារាជគ្រូលំពេងមាសបាទហើយនៅក្នុងក្រមងាររបស់លោកគេហៅថាលោកគ្រូតមនេះគឺក្នុងវចនានុក្រមក៏អានអញ្ចឹងដែរវចនានុក្រមស្ដេចជនណាក៏អានថាអញ្ចឹងដែរបាទពាក្យតមប៉ុន្តែយើងអានដល់ចុច2ទៅយើងអានតមរៈបាទមិនមែនតងាប់ដូចជាមនុស្សអកតេដែលគ្រាន់តែឃើញភ្លាមមិនឲ្យតម្លៃគេហើយវាតម្លៃគេដោយអត់មានវិចារណញ្ញាណដោយចំណេះវិជ្ជាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងអ្វីដែលព្រះគ្រូភូមិនគរីបានចងក្រងបានរៀបរាប់ពីពរនីពិតជាមានមែននៅក្នុងផែនដីយើងពិតជាមានមែនមិនអត់ទេពុកម៉ែបងប្អូនគឺពិតជាមានមែនមានអ្វីដែលជាអច្ឆរិយៈលំពេងព្រះរាជគ្រូតមរៈតាមការពរនីរបស់ព្រះគ្រូភូមិនគរីមានន័យថាលំពេងហ្នឹងគឺនៅក្នុងទឹកដីកម្ពុជានៅឡើយទេប៉ុន្តែបាត់មិនដឹងថាលាក់ខ្លួននៅទីណាដែលហៅថាលំពេងតមរៈនេះនៅក្នុងសម័យបកូណាកៅហ្វានដែលមានរាជគ្រូសក្តិយុត្តជាអ្នកសាងឡើងបញ្ញត្តិថាមានតែព្រះរាជគ្រូរបស់ព្រះរាជាតែប៉ុណ្ណោះទៅមានសិទ្ធិប្រើបាទច្បាប់ហ្នឹងគេអនុវត្តរហូតមកដល់សម័យចក្រភពខ្មែរអត់មានយោធីអត់មានមេតបណាអត់មាននរណាហ៊ានប្រើលំពេងហ្នឹងចង់និយាយថាអត់មានសិទ្ធិបាទមានតែព្រះរាជគ្រូរបស់ព្រះរាជាអញ្ចឹងពេលណាព្រះរាជាលោកឡើងក្រុងរាជមកដាក់លំពេងហ្នឹងឲ្យបុគ្គលណាដែលអាចកាន់បានលើកបានកាន់បាននៅលំពេងតមរៈបាទប៉ុន្តែលំពេងតមរៈនៅក្នុងសម័យសតវត្សទី1មុនគ្រិស្តសករាជមានតែមួយថ្នាក់ឯងដល់ទៅពេល version ចុងក្រោយនៅក្នុងសម័យចក្រភពខ្មែរ3ជាន់បាទលំពេង3ជាន់មានលំពេងស្នែងជាលំពេងស្នែងបាទក្នុងនឹងដែរសូម្បីតែលំពេងព្រះរាជាគេហៅថាអាវុធប្រដាប់រាជលំពេងត្រីសូលគឺជាអាវុធសម្រាប់រាជបាទពីមុនគឺអត់ប្រើប្រខ័ណ្ឌរាជទេប្រខ័ណ្ឌរាជខ្ញុំស្រាវជ្រាវឃើញប្រើក្រោយសម័យអង្គរបាទប្រើក្រោយសម័យអង្គរនៅសម័យមុនអង្គរវត្ថុប្រដាប់សម្រាប់រាជគឺត្រីសូលហើយត្រីសូលនេះបញ្ញត្តិតាំងអំពីបកូណាកៅហ្វានឆ្នាំ97មុនគ្រិស្តសករាជបាទហើយសាងឡើងដោយរាជគ្រូសក្តិយុត្តហើយរាជគ្រូសក្តិយុត្តនឹងសោតទៀតគឺបានបង្កើតនូវស្នៀតគុណទៀតបាទបង្កើតនូវស្នៀតគុណបង្កើតនូវស្នៀតលំពេងរហូតមកដល់សម័យប្រម៉ែលីវយីឬក៏ព្រះនាងលីវយីដែលយើងហៅថាប្រម៉ែនេះឬក៏ព្រះនាងសោមាហ្នឹងព្រះនាងគឺជាអ្នកបង្កើតនៅធាលិនកងទ័ពខែលបាទបង្កើតខែលហើយបង្កើតធាលិនទៀតធាលិនហ្នឹងហៅកងទ័ពខែលបាទអញ្ចឹងពុកម៉ែបងប្អូនអ្វីដែលមានតម្រុយអំពីបុរាណអំពីអ្នកចេះអំពីចាស់ទុំហើយយើងកុំទាន់បដិសេធពីព្រោះរឿងខ្លះវាប៉ះមិនបានមើលមិនឃើញស្ដាប់មិនឮគិតមិនដល់ហើយបងប្អូនគិតថាយល់ថាគេទៅសេមិនទៅគេនិយាយមិនទៅនោះ
អ្វីដែលខុសមិនមែនអ្នកស្រាវជ្រាវមិនមែនអ្នកសរសេរមិនមែនអ្នកចងក្រងមិនមែនអ្នកចេះចាំហ្នឹងគាត់ខុសទេគឺបងប្អូនជាអ្នកខុសហើយជាពិសេសបញ្ញវន្តមួយចំនួនដែលបានមកជួបខ្ញុំហើយបាននិយាយរិះគន់ឬក៏ចំអកឡកលើយដោយអាការៈបង្អាប់បង្អន់ពាក្យថាតោមរៈហ្នឹងតោងាប់បាទតោងាប់មរៈហ្នឹងបល័យថាងាប់ហើយតោគេថាសត្វតោនោះតែមិនមែនទេពាក្យហ្នឹងគឺជាពាក្យតែមួយតោមរៈឬក៏តោមហ្នឹងប្រែថាលំពេងស្នែងក្របីបាទប្រែថាលំពេងស្នែងក្របីបងប្អូនអាចមើលនៅក្នុងវចនានុក្រមបានថាអ្វីដែលខ្ញុំនិយាយមានឯកសារយោងមានភស្តុតាងមានសាក្សីមានអ្នកដឹងឮពិតប្រាកដមែនអញ្ចឹងបើសិនជាបងប្អូនមិនដឹងឮមិនបានយល់មិនបានដឹងហើយបងប្អូនបដិសេធហើយថាគេខុសនោះមានតែបងប្អូនទេដែលខុសនឹងគេខ្ញុំនិយាយចំពោះបញ្ញវន្តមួយចំនួនសម្រាប់ពុកម៉ែបងប្អូនដែលគ្រប់គ្រងខ្ញុំសូមអរគុណហើយក្នុងវីដេអូនេះបងប្អូនជួយ share និងចែករំលែកទាំងអស់គ្នាបាទពីព្រោះសាវតានៃលំពេងរាជគ្រូតោមរៈគឺមានពិតប្រាកដមែននៅក្នុងនគរខ្មែរតែយើងអត់ដឹងទេហើយបើយើងថាវាមានចុះលំពេងរបស់រាជាចេញបានទី7ចុះអាវក្រោះចុះស្អីទាំងអស់វត្ថុទាំងអស់ទៅណាមានអ្នករក្សាទុកបងប្អូនមានអ្នករក្សាទុកខ្ញុំហ៊ាននិយាយចឹងមានអ្នករក្សាទុកបាទវាពិបាកនឹងបញ្ចេញបាទហើយអ្នកដែលរក្សាទុកនោះខ្ញុំក៏ស្គាល់ខ្លះទៀតបងប្អូនបាទអញ្ចឹងរឿងខ្លះដែលយើងមើលមិនឃើញស្ដាប់មិនឮនិយាយមិនកើតវាមិនមែនថាអត់មានទេគឺវាមានបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ចែករំលែកពាក់ព័ន្ធជាមួយនឹងលំពេញរាជគ្រូតោមរៈដែលមានដែលជាលំពេញមាសខ្ញុំសូមបន្ថែមទៀតខ្ញុំធ្លាប់បានសួរលោកគ្រូហមនីសូហានគាត់បានបង្ហាញអំពីប្រភេទនៅក្នុងគម្ពីរបុរាណមានមាសមួយយ៉ាងគេហៅមាសត្រជាក់ហ្នឹងរឹងណាហៅមាសត្រជាក់ហ្នឹងគេហៅថាមាសសង្កេតិហ្នឹងក៏រឹងដែររឹងឈ្នះដៃទៅទៀតហើយក្នុងការពិពណ៌នារបស់ព្រះគ្រូលំពេញរាជគ្រូតោមរៈពេលដែលចូលទៅក្នុងសមរភូមិមិនចាំបាច់កាប់គ្នាដល់អញ្ចេះទេត្រឹម1 ម៉ែត្រដែលរត់ទង្គិចគ្នាណា1 ម៉ែត្រគឺថាដាច់តែម្ដងផុសតែម្ដងអស់ចាឆាក់រយៈដល់បងប្អូនថាវាមិនដែលវាមិនគួរឲ្យជឿថាវាមិនជឿបងប្អូនដែលឃើញប្រភេទថ្មស៊ីដែកដែលគេបង្ហាញនៅក្នុង YouTube ឯងមានថ្មស៊ីដែកម្យ៉ាងហ្នឹងគឺថាដាក់ដែកទៅគឺរលាយបាត់ចូលក្នុងដែកនឹងតែម្ដងតែដែកហ្នឹងអត់រីកមាសទេតែដែកឲ្យតែដែកដាក់ចូលទៅគឺរលាយបាត់ដាក់ដែកចូលទៅរលាយបាត់តែម្ដងហើយមាសវាក៏អត់រីកទៀតយើងសួរថាមើលយើងគិតយល់ទេរឿងនេះយើងគិតយល់ទេយើងគិតអត់យល់មានប្រភេទថ្មស៊ីដែកមួយប្រភេទទៀតយកដែកទៅដាក់ពីលើដែកទាំងអស់ហ្នឹងស្រួយតែម្ដងស្រួយកាច់ផុសដូចស្ដែកគួយឃើញទេអាហ្នឹងគឺជាអច្ឆរិយៈដែលយើងរកឃើញដែលមានមនុស្សដែលគេមានវត្ថុមួយយ៉ាងទៀតយកដែកទាំងអស់មកដាក់1 ម៉ែត្រជុំវិញឬក៏2 ម៉ែត្រជុំវិញដែកទាំងអស់คล้ายជារាវដូចជាទឹកដែករាវដូចទឹកយើងគិតមើលដែកភ្លើង 3000 អង្សាបានអាចរំលាយដែកឲ្យវារាវប៉ុន្តែវត្ថុមួយយ៉ាងហ្នឹងគ្រាន់តែដាក់នៅចិត្តដែកក៏រាវបានយើងបងប្អូនថាម៉េចបងប្អូនបកស្រាយថាម៉េចណាបងប្អូនបកស្រាយថាម៉េចនេះគឺជាផុសតាំងនេះគឺជាហេតុផលនេះគឺជាសាក្សីទាំងមនុស្សទាំងផុសតាំងទាំងហេតុផលទាំងឯកសារខ្ញុំបានស្រាវជ្រាវមើលទៅឃើញថាតាមការសំយោគតាមការសន្និដ្ឋានលំពេងរបស់ព្រះរាជគ្រូតោមរៈគឺជាពិតប្រាកដបាទគឺមានពិតប្រាកដនៅក្នុងផែនដីយើងបាទហើយអាវត្ថុសម្រិតនឹងសោតទៀតតាមការស្រាវជ្រាវនិងការបង្ហាញរបស់លោកកៅបូរីគឺថាមានតែនៅក្នុងទឹកដីកម្ពុជានឹងគឺចាញ់គេហើយតាមការសន្និដ្ឋានរបស់លោកលក្ខសុផតត្រាក៏បានបញ្ជាក់ថាប្រហែលជារាប់លានឆ្នាំមុនអាសមាសធាតុអាចផ្កាយឬក៏ផែនដីឬក៏អាវត្ថុផ្សេងពីផែនដីក្រៅនឹងមកចំនឹងទឹកដីកម្ពុជាខ្លាំងចាញ់គេបានវាបណ្ដាលឲ្យមានទឹកដីកម្ពុជាទេដែលមានវត្ថុសម្រិតហ្នឹងហើយពីបុរាណគេមានគាថាខ្ញុំស្រាវជ្រាវគេមានគាថាហៅទៀតប៉ុន្តែវាបាត់បង់យើងអត់ដឹងថានរណាចេះទេបាទវាបាត់បង់ខ្ញុំក៏កំពុងតែបន្តស្រាវជ្រាវពាក់ព័ន្ធរឿងហ្នឹងដែរពីព្រោះវាមានគាថាហៅគាថាស្រូបយកនៅសមាសធាតុហ្នឹងមែនបើមិនអញ្ចឹងទេដូនតាយើងហេតុអីក៏គាត់សាងសង់វត្ថុសក្ការៈបូជាដែលសាងសង់ពីសម្រិតច្រើនម្ល៉េះច្រើនណាស់បងប្អូនច្រើនតែមែនតើអញ្ចឹងរឿងហ្នឹងឯងដែលយើងមិនអាចបដិសេធបានបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងពាក់ព័ន្ធជាមួយនឹងលំពេងតោមរៈឬក៏ពាក់ព័ន្ធនឹងជាមួយនឹងវត្ថុទេពរបស់ព្រះរាជគ្រូសុពតតោមរៈបាទព្រះរាជគ្រូសុពតតោមរៈនេះយើងប្រែថារាជគ្រូលំពេងមាសនៅក្នុងសម័យបុរាណគេទៅតំបន់ណាអញ្ចឹងគេហៅរាជគ្រូលំពេងមាសហើយវត្តមានរបស់លោកឧស្សាហ៍ទៅនគរសុងឧស្សាហ៍ទៅសន្តិវង្សកាលៈទេវគិរីនៅនគរឥណ្ឌាអញ្ចឹងទៅក៏គេកំណត់ថាជារាជគ្រូរបស់គេទៅអានេះក្នុងប្រវត្តិខ្ញុំស្រាវជ្រាវរឿងរបស់គេផ្សេងគេសរសេរមិនស្អីទៅបាទពីព្រោះខ្ញុំមានការផ្ទៀងផ្ទាត់របស់ខ្ញុំដែរខ្ញុំស្រាវជ្រាវរបស់ខ្ញុំដែរបាទតែសម្រាប់រាជគ្រូអង្គហ្នឹងរាជគ្រូតោមហ្នឹងគឺជារាជគ្រូរបស់បកូណាសូរិជ័យវរ្ម័នទី7តែប៉ុណ្ណោះប្រនាមផ្លូវការផ្លូវរដ្ឋរបស់លោកគឺសេវក្របណ្ឌិតបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសូមអរគុណច្រើនសូមគោរពជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយ